Haiបងប្អូនទាំងអស់គ្នានឹងឃើញកន្លែងគេដាក់ថា birthday នេះអញ្ចឹង birthday នេះបងប្អូនឃើញគឺថ្ងៃខែឆ្នាំកំណើតដែលខ្ញុំដាក់ខុសណាគឺខ្ញុំចេះតែដាក់ទេពេលបង្កើតឥឡូវខ្ញុំចង់បដូរដាក់ថ្ងៃខែឆ្នាំកំណើតដែលត្រឹមត្រូវរបស់ខ្ញុំវិញអញ្ចឹងបងប្អូនចុចនៅកន្លែងនេះមួយមកបាទចុចលើហ្នឹងមួយសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតចង់ចែកម្លែកបងប្អូនទាំងអស់គ្នាអំពីរបៀបនៃការបដូរថ្ងៃខែឆ្នាំកំណើតរបស់យើងនៅក្នុង account Facebook ណាមានបងប្អូនយើងខ្លះពេលដែលគាត់បង្កើត Facebook ទៅគឺគាត់ដាក់ថ្ងៃខែឆ្នាំកំណើតខ្លាំងឬក៏គាត់ចេះតែដាក់សិនអញ្ចឹងណាពេលដែលគាត់ចង់បដូរថ្ងៃខែឆ្នាំកំណើតដែលត្រឹមត្រូវដែលគាត់ចង់ដាក់នៅក្នុង account Facebook គឺគាត់រកកន្លែងបដូរអត់ឃើញណាដោយ account បាទឥឡូវមុននឹងធ្វើការបង្ហាញហ្នឹងសូមបងប្អូនថ្មីកុំភ្លេចជួយចុច like subscribe នៅ channel ខ្ញុំម្នាក់មួយផងណាបាទឥឡូវឧទាហរណ៍ថា account Facebook របស់ខ្ញុំនេះខ្ញុំចង់កែថ្ងៃខែឆ្នាំកំណើតរបស់ខ្ញុំវិញអញ្ចឹងបងប្អូនចូលមកក្នុង account Facebook ហើយបងប្អូនចុចកន្លែង profile Facebook យើងខាងលើស្ដាំដៃហ្នឹងចុចលើហ្នឹងមួយរួចហើយបងប្អូនអាចចុចកន្លែង setting នេះក៏បានឬក៏បងប្អូនចុចនៅកន្លែងនេះក៏បានតែបងប្អូនចុចកន្លែងហ្នឹងវារៀងយូរអញ្ចឹងណាអញ្ចឹងបងប្អូនចុចទៅកន្លែងនេះមកគឺចូលមកដូចគ្នាតម្រង់ដូចគ្នាណាអញ្ចឹងបងប្អូនចុចមកកន្លែងហ្នឹងហើយបងប្អូនមកចុចកន្លែងនេះកន្លែង personal detail នេះអញ្ចឹងបងប្អូនចុចលើ personal detail ហ្នឹងមួយមកហើយបងប្អូនទាំងអស់គ្នាអស់វាទៅក្រោមបងប្អូនមកមើលកន្លែងគេដាក់ថា personal detail ហ្នឹងតដែរណាចុចលើហ្នឹងមួយទៀតមកហើយបងប្អូនទាំងអស់គ្នានឹងឃើញកន្លែងគេដាក់ថា birthday នេះអញ្ចឹង birthday នេះបងប្អូនឃើញគឺថ្ងៃខែឆ្នាំកំណើតដែលខ្ញុំដាក់ខុសណាគឺខ្ញុំចេះតែដាក់ទេពេលបង្កើតឥឡូវខ្ញុំចង់បដូរដាក់ថ្ងៃខែឆ្នាំកំណើតដែលត្រឹមត្រូវរបស់ខ្ញុំវិញអញ្ចឹងបងប្អូនចុចនៅកន្លែងនេះមួយមកបាទចុចលើហ្នឹងមួយបាទរួចហើយបងប្អូននឹងឃើញកន្លែងនេះគឺមាន Facebook មាន Instagram ប៉ុន្តែបងប្អូនចុចកន្លែង edit នេះគឺអត់បានទេបងប្អូនចុចកន្លែងហ្នឹងមកគឺវាមានដោយសារតែអានេះគឺខ្ញុំធ្លាប់បដូរវាចេញច្រើនអញ្ចឹងណាបងប្អូនបើធ្លាប់ដូរហើយវាចេញដូចខ្ញុំអញ្ចឹងគ្រាន់តែបងប្អូន select ដូរវាអញ្ចឹងមកបងប្អូនដាក់ថ្ងៃខែឆ្នាំកំណើតណាទៅត្រឹមត្រូវរួចហើយបងប្អូនចុច save វាកន្លែងនេះក៏បានដែរហើយបាទរួចហើយវានឹងចេញតម្រងបែបនេះហើយកន្លែងនេះគឺបងប្អូនចុចកែអត់បានទេកន្លែងនេះគ្រាន់តែគេចង់ឲ្យយើងកំណត់ថាថ្ងៃខែឆ្នាំកំណើតយើងហ្នឹងតើឲ្យអ្នកណាគេឃើញខ្លះអញ្ចឹងណាបងប្អូនអរគ្នាបងប្អូនចង់ដាក់ត្រឹមតែ friend Facebook ឲ្យគេឃើញឬក៏ដាក់ only me ក៏បានដែរបាទអញ្ចឹងបងប្អូនចង់កែថ្ងៃខែឆ្នាំកំណើតហ្នឹងបងប្អូនចុចកន្លែង no change នេះណាចុចលើ no change ហ្នឹងមួយមករួចហើយវានឹងចេញកន្លែងថ្ងៃខែឆ្នាំកំណើតពិតរបស់យើងនៅកន្លែងនេះណាអញ្ចឹងបងប្អូនជ្រើសរើសមកចុចកន្លែងនេះណាជ្រើសរើសវាមួយមករួចហើយបងប្អូនទាំងអស់គ្នាអស់វាទៅក្រោមគឺបងប្អូនចុចកន្លែង save ណាចុចលើកន្លែង save ហ្នឹងមួយមកបាទឥឡូវគឺថ្ងៃខែឆ្នាំកំណើតនៅក្នុង account Facebook គឺយើងបានដូរហើយគឺយើងដូររបៀបហ្នឹងណាបងប្អូនអរគ្នាបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងអញ្ចឹងបងប្អូនពេញចិត្តវីដេអូមួយនេះកុំភ្លេចជួយចុច like subscribe និង share វីដេអូនេះម្នាក់មួយប៉ុណ្ណាអញ្ចឹងសូមអរគុណបងប្អូនដែលបានមើលវីដេអូនេះតាំងពីដើមដល់ចប់អញ្ចឹងយើងនឹងជួបគ្នានៅវីដេអូថ្មីទៀតណាសូមអរគុណ